បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំបាននឹងចែករំលែកបងប្អូនអំពីទស្សនវិជ្ជាទាំងស្រុងនៅស្ពានព្រែកប្រសពដែលស្ថិតនៅក្នុងខេត្តក្រចេះបាទអញ្ចឹងគឺខ្ញុំបានធ្វើដំណើរឆ្លងកាត់នៅស្ពានព្រែកប្រសពនេះបាទពីខាងស្រុកចិត្តបរិយបាទឆ្លងទៅខាងស្រុកព្រែកប្រសពនៃខេត្តក្រចេះអញ្ចឹងបងប្អូនចាំតាមដានទស្សនានិងដឹងពីប្រវត្តិនៃការកសាងស្ពានការចំណាយហើយនិងប្រវែងស្ពានទាំងអស់គ្នាបងប្អូនអោស្នាមញញឹមលើស្ពានព្រែកប្រសពនៃទឹកដីខេត្តក្រចេះអោទឹកដីខេត្តក្រចេះអើយកាលពីមុនឡាយធ្លាប់តែឆ្លងទូកដឆ្លងកាត់ទន្លេមេគង្គទឹកលិលអកកពេលនេះផ្ទុះមកជាសាទរព្រោះមានស្ពានថ្មីលេចរូបរាងតាប់ជាប់ពីត្រៃចិត្តត្របុរីឆ្លងកាត់មេរីទៅព្រែកប្រសពក្តីប្រាថ្នាពលដកបានសម្រេចគ្រប់ស្នាមញញឹមរៀបរាប់មិនអស់លើទឹកដីកោះស្រុកកំណើតយើងស្ពានវែងអន្លាយឆ្លងកាត់ជលសាក្រោមលប់សន្តិភាពរុងរឿងកុំថ្កើងពីមុនធ្លាប់ឆ្ងាយឥឡូវចិត្តយើងបាទបងប្អូននេះជាទស្សនវិជ្ជាទាំងស្រុងបាទតាមបណ្ដោយផ្លូវពីស្រុកព្រែកប្រសពពោះទៅស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះបាទអញ្ចឹងស្ពាននេះគឺសម្រាប់បងប្អូននៅតំបន់ហ្នឹងគឺច្រើនយើងហៅស្ពានព្រែកប្រសពប៉ុន្តែទីពិតស្ពានដែលបានកសាងថ្មីនេះមានឈ្មោះថាស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះនេះគឺជាស្ពាននិមិត្តរូបនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជានិងប្រទេសចិនដែលគម្រោងសាងសង់នេះបានចាប់ផ្ដើមឡើងនៅដើមឆ្នាំ2023ហើយបានបញ្ចប់និងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែមេសាឆ្នាំ2026ពេលនេះដែរមានប្រវែងសរុប1761ម៉ែត្របានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណ$114 លានពេលនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតភ្ជាប់ពីត្រើយខាងកើតនិងត្រើយខាងលិចនៃទន្លេមេគង្គដោយជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកចិត្តបរិយនិងស្រុកព្រែកប្រសពនៃខេត្តក្រចេះក្នុងការដឹកជញ្ជូនទំនិញកសិផលកសិកម្មនិងជំរុញដល់វិស័យទេសចរណ៍នៅក្នុងតំបន់ភាគឦសានទាំងមូលឲ្យមានការអភិវឌ្ឍនិងរីកចម្រើនកាន់តែខ្លាំងឡើងតទៅមុខបាទអញ្ចឹងនេះបងប្អូនគឺទស្សនវិជ្ជាយើងចូលពីខាងស្រុកព្រែកប្រសពទៅណាបងប្អូនបាទអញ្ចឹងគឺមកដល់ពលស្ពាននេះគឺយើងនឹងឃើញផ្លាកនេះហើយគណៈរដ្ឋបាលខេត្តក្រចេះបាទមានផ្លូវទៅស្ទឹងត្រង់មានផ្លូវទៅស្ទឹងត្រែងណាបងប្អូនយើងឆ្លងកាត់នេះគឺយើងចូលទៅរដ្ឋបាលខេត្តក្រចេះណាបងប្អូនបាទអញ្ចឹងទស្សនាទស្សនវិជ្ជាទាំងស្រុងហើយនឹងស្ដាប់កំសាន្តនៅបទចម្រៀងដ៏ពិរោះបាទអរគុណច្រើនបងប្អូនតែក្រសពអើយឥឡូវមានស្ពានថ្មីត្រកាលខៃលែងទៅមានស្ពានថ្មីត្រកាលខៃលែងទៅទឹកទន្លេមេគង្គហូររំលងកាត់ដីខេត្តក្រចេះប្រៀបបាននឹងខ្សែជីវិតដែលលំមកក៏នៅក្តីសង្ឃឹមពីត្រៃខាងកាត់ក្នុងស្រុកចិត្តបរិយដ៏បវរយើងសម្លឹងមើលទៅត្រៃមួយខាងទៀតគឺស្រុកព្រែកប្រសពស្ពានអើយស្ពានថ្មីមកទក្ខណៈភាពនៃយើងទាំងអស់គ្នានិមិត្តរូបនៃសាមគ្គីភាពកម្ពុជាចិនដ៏រឹងមាំក៏សាងឡើងដោយទឹកចិត្តជ្រះថ្លានិងកម្លាំងញើសឈាមនាំមកនូវភាពរុងរឿងសេដ្ឋកិច្ចជារីកចម្រើនឥតឈប់ឈរលាហើយទូកដកលាហើយការលំបាកកាលពីមុនពេលវេលាធ្វើដំណើរលែងស្មុគស្មាញទៀតហើយកូនចៅប្រជាជនណាយឆ្លងកាត់យ៉ាងស្រួលដឹកជញ្ជូនសេងផលទៅទីផ្សារបានលឿនរហ័សទេសចរមកលេងកំសាន្តឃើញសម្រស់ស្ពានថ្មីនេះប្លែកភ្លេកនឹងទាក់ទាញលើកកម្ពស់មុខមាត់ខេត្តក្រចេះយើងសូមអរគុណថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយនិងក្រុមការងារសាងសង់ដែលបានខិតខំយ៉ាងខ្លាំងក្លាសូម
មកស្ពាននេះស្ថិតនៅជាប្រយោជន៍សម្រាប់ប្រជាជនជានិរន្តរ៍ខេត្តក្រចេះយើងនឹងកាន់តែរីកចម្រើនទៅមុខជារៀងរហូតទន្លេមេគង្គហូររំលងកាត់ដីខេត្តក្រចេះប្រៀបបាននឹងខ្សែជីវិតដែលលំមកក៏នៅផ្ទៃសង្ឃឹមពីត្រើយខាងកាត់ក្នុងស្រុកចិត្តបរិយដបវយើងសម្លឹងមើលទៅត្រើយមួយខាងទៀតគឺស្រុកព្រែកប្រសពស្ពានអើយស្ពានថ្មីមកទាក់ណភាពនៃយើងទាំងអស់គ្នានិមិត្តរូបនៃសាមគ្គីភាពកម្ពុជាចិនដ៏រឹងមាំក៏សាងឡើងដោយទឹកចិត្តជ្រះថ្លានិងកម្លាំងញើសឈាមនាំមកនូវភាពរុងរឿងសេដ្ឋកិច្ចជារីកចម្រើនឥតឈប់ឈរលាហើយទូកដកលាហើយការលំបាកកាលពីមុនពេលវេលាធ្វើដំណើរលែងស្មុគស្មាញទៀតហើយកូនចៅប្រជាជនអាចឆ្លងកាត់យ៉ាងស្រួលដឹកជញ្ជូនសេងផលទៅទីផ្សារបានលឿនរហ័សទេសចរមកលេងកំសាន្តឃើញសម្រស់ស្ពានថ្មីនេះប្លែកភ្លេកនឹងទាក់ទាញលើកកម្ពស់មុខមាត់ខេត្តក្រចេះយើងសូមអរគុណថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយនិងក្រុមការងារសាងសង់ដែលបានខិតខំយ៉ាងខ្លាំងក្លាសូមឲ្យស្ពាននេះស្ថិតនៅជាប្រយោជន៍សម្រាប់ប្រជាជនជានិរន្តរ៍ខេត្តក្រចេះយើងនឹងកាន់តែរីកចម្រើនទៅមុខជារៀង